លោក Warren Buffett ការគ្រប់គ្រងអារម្មណ៍ជាគន្លឹះនៃភាពមានបានប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានទេអ្នកក៏មិនអាចគ្រប់គ្រងលុយរបស់អ្នកបានដែរលោក Warren Buffett ជាវិនិយោគិនដ៏ល្បីល្បាញបំផុតម្នាក់លើពិភពលោកបានបន្សល់ទុកនូវមេរៀនជាច្រើនអំពីភាពជោគជ័យផ្នែកហិរញ្ញវត្ថុគំនិតមួយឃ្លាដ៏មានឥទ្ធិពលរបស់លោកបានបង្ហាញថាការគ្រប់គ្រងលុយកាក់មិនមែនកើតចេញពីចំណេះដឹងផ្នែកហិរញ្ញវត្ថុតែមួយមុខនោះទេប៉ុន្តែវាជាលទ្ធផលនៃការគ្រប់គ្រងអារម្មណ៍បានល្អ1អារម្មណ៍ជាសត្រូវនៃការសម្រេចចិត្តក្នុងโลกអាជីវកម្មនិងការវិនិយោគអារម្មណ៍ដូចជាការភ័យខ្លាចភាពលោភលន់ឬភាពរំភើបអាចក្លាយជាសត្រូវដ៏ធំបំផុតនៃការសម្រេចចិត្តប្រកបដោយហេតុផលការភ័យខ្លាចធ្វើឲ្យយើងលក់ទ្រព្យសម្បត្តិរបស់យើងក្នុងតម្លៃថោកនៅពេលទីផ្សារធ្លាក់ចុះចំណែកឯភាពលោភលន់ធ្វើឲ្យយើងទិញក្នុងតម្លៃខ្ពស់នៅពេលដែលវាឡើងថ្លៃអារម្មណ៍ទាំងនេះបានធ្វើឲ្យយើងបាត់បង់ឱកាសដ៏ល្អៗនិងជួបប្រទះនឹងការខាតបង់2ភាពស្ងប់ស្ងាត់ជាអំណាចផ្ទុយទៅវិញអ្នកដែលជោគជ័យគឺជាអ្នកដែលមានសមត្ថភាពគ្រប់គ្រងអារម្មណ៍